នាថ្ងៃទី3និងថ្ងៃទី4ខែមីនាឆ្នាំ2026ឯកឧត្តមអ៊ុចបូរិតប្រធានស្ដីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីក្រុងប៉េលីចម្រើនអាយុវឌ្ឍនមង្គលព្រះវិរិយានុបាលសេងពេជ្រព្រះចៅអធិការវត្តព្រះអង្គគង់ជុំសម្ពោធឆ្លងកត់និងបនផ្កាប្រាក់សាមគ្គីនៅវត្តព្រះអង្គគង់ជុំហៅវត្តព្រះអង្គខ្មៅខេត្តសៀមរាបជាមួយនឹងការអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចម្រើនអាយុវឌ្ឍនមង្គលនាពេលនោះឯកឧត្តមប្រធានស្ដីទីព្រឹទ្ធសភានិងលោកជំទាវបានអញ្ជើញជាអធិបតីពិធីកាត់ខ្សែបូសម្ពុតឆ្លងកត់ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនព្រមទាំងមានការដង្ហែអង្គផ្កាប្រាក់សាមគ្គីវេប្រគេនដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានានៅក្នុងវត្តព្រះអង្គគង់ជុំនាវេលាព្រឹកថ្ងៃដដែលឯកឧត្តមប្រធានស្ដីទីព្រឹទ្ធសភាអូមដំណើរដោយឯកឧត្តមលោកជំទាវជាទីប្រឹក្សានិងសហការីបានអញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រគល់ជូនដល់វីរៈកងទ័ពជួរមុខកំពុងឈរជើងការពារខ្សែបន្ទាត់ព្រំដែននៅតំបន់ប្រាសាទតាមាន់និងប្រាសាទតាក្របីរួមមានស៊ីតែនស្តុកទឹកចំណុះ2000លីត្រចំនួន20ស៊ីតែននិងទឹកបរិសុទ្ធចំនួន400យួរនៅសាលាខេត្តសៀមរាប